ស្ត្រីម្នាក់ធ្លាក់ខ្លួនចាញ់បោកក្រុមផ្ដោកម្ចីអនឡាញខុសច្បាប់ដោយដំបងខ្ចីត្រឹមតែ$50តែប៉ុណ្ណោះបូកការប្រាក់ចុះឡើងពេលនេះលុយដើមកើនដល់ជាង$2000ដោយនាងគ្មានលុយសងត្រូវក្រុមផ្ដោកម្ចីអនឡាញខុសច្បាប់នេះជេរប្រមាថនិងគំរាមយករូបថតរបស់នាងនិងគ្រួសារបង្ហោះនៅលើបណ្ដាញសង្គម Facebook มันใหญ่ดองไงให้อัดมินลอยดองหัวน้ำไหมยอมมันหนักโยนแล้วไปเธอคั่วก็ได้ให้โยนลอยแกให้เธอซองลอยแกไปโยนลอยแกให้ดองไงใหญ่ไปอัดมินลอยซองอย่างงวดพักไปเอาที่ลอยแกเถอะchúng taไปหาลอยน้องมันหมองปุ้นบาทมาลอยอันเจ๊ให้จังฟ้าเกลใจมาแบบเลอไม่อันจังอันโจจัดแน่มูลหายได้ขยมกุมใจออนไลน์คือดำใบโยตึกดอกนองโรงจักปีมุนตะโป๊กยมใจ$50กามาเพย์เพียรอยขนมมวยตัดยื่นกุมใจบองโจบองล้างระโหดดอลการล้างดอปีปอนเชียงស្ត្រីម្នាក់បានធ្លាក់ខ្លួនចាញ់ការលួងលោមពីក្រុមផ្ដោប្រាក់កម្ចីអនឡាញខុសច្បាប់ដោយដំបងនាងបានខ្ចីប្រាក់ត្រឹមតែ$50តែប៉ុណ្ណោះដោយពួកគេបានគិតអត្រាការប្រាក់20%ក្នុងមួយសប្តាហ៍ដោយពួកគេបានផ្ដល់ប្រាក់កម្ចីអនឡាញនេះតម្រូវឲ្យនាងថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររូបថតនិងលេខទូរស័ព្ទរបស់គ្រួសារហើយផ្ញើទៅឲ្យពួកគេស្ត្រីខាងលើត្រូវបានក្រុមផ្ដល់កម្ចីអនឡាញដែលបានរៀបចំផែនការយ៉ាងម៉ត់ចត់ហើយកម្ចីអនឡាញនេះបានរៀបចំមនុស្សជាក្រុមផ្សេងគ្នាហើយពួកគេបានបញ្ចុះបញ្ចូលឲ្យស្ត្រីខាងលើខ្ចីប្រាក់ពីពួកគេជាបន្តបន្ទាប់ដោយខ្ចីប្រាក់ពីក្រុមមួយយកទៅសងក្រុមមួយទៀតក្នុងអត្រាការប្រាក់ខ្ពស់កប់ពពកទៅតែមិនជឿគឺ20%ក្នុងមួយសប្តាហ៍រហូតធ្វើឲ្យស្ត្រីខាងលើលងខ្លួនទៅដោយចាប់ផ្ដើមដំបូងនាងខ្ចីត្រឹមតែ$50តែប៉ុណ្ណោះត្រឹមប៉ុន្មានខែតែប៉ុណ្ណោះគឺប្រាក់ដើមកើនឡើងដល់ជាង$2000នាងថាទោះនាងខំសងពួកគេបានជាបន្តបន្ទាប់រហូតមកប៉ុន្តែសងមិនចេះអស់មិនចេះហើយលុយដើមចេះតែកើនទៅពីមុនតពោខ្ញុំខ្ចី$50ការ20%ក្នុងមួយអាទិត្យក៏មានស្ថាប័នកម្ចីអនឡាញម្នាក់ទៀតខលមកឲ្យយើងខ្ចីគេយកតាអត្តញ្ញាណប័ណ្ណនិងលេខសាច់ញាតិ3ខ្សែហើយក៏មានស្ថាប័នផ្សេងតាក់ទងមកយើងទៀតឲ្យយើងកម្ចីបងចុះបងឡើងរហូតដល់កើនឡើងដល់$2000ជាងមុនដំបូងតា$50ទេខ្ញុំក៏បងហើយក៏គេឲ្យខ្ចីទៀតដល់ពេលលើកទី2ឡើង70ខ្ញុំអត់សមត្ថភាពបងក៏មានកម្ចីអនឡាញម្នាក់ទៀតខលមកឲ្យយើងខ្ចីបាន$50ដែរតែកាត់ការហើយសល់40ខ្ញុំក៏អត់សមត្ថភាពបងក៏មានកម្ចីអនឡាញម្នាក់ទៀតខលមកឲ្យយើងខ្ចីខ្ញុំក៏ខ្ចីតទៀតពេលខ្ញុំខ្ចីចុះខ្ចីឡើង7អនឡាញចុះឡើងក៏ឡើងដល់$2000ជាងរយៈពេល6ខែពី50កើនឡើងដល់$2100បងដោយនាងបានប្រម៉ែប្រមូលរបស់របរលក់ស្ទើរតែអស់ពីផ្ទះទៅហើយប្រាក់ខែពីអ្នកប្តីប្រពន្ធទៀតនៅតែមិនអាចសងក្រុមកម្ចីអនឡាញនេះរួចនៅពេលនេះនាងក៏អស់លទ្ធភាពនាងក៏ត្រូវបានក្រុមផ្ដល់ប្រាក់កម្ចីអនឡាញខុសច្បាប់នេះជាប្រមាថនិងគំរាមថានឹងយករូបថតនាងនិងក្រុមគ្រួសារបង្ហោះឲ្យខ្មាស់គេផ្អើលពេញបណ្ដាញសង្គម Facebook មកដល់ថ្ងៃហ្នឹងខ្ញុំក៏អស់សមត្ថភាពបងហើយពួកអនឡាញគំរាមខ្ញុំផុសរូបសាច់ញាតិនិងអ្នកប្រេតជាមួយខ្ញុំគំរាមខ្ញុំហើយបរិយាគេខ្ញុំមកវាមកនេះណាព្រោះបងគឺគាត់មកព្រោះមានបញ្ហាជាមួយគ្រួសារបងយកលេខមកពីលុយបងឯងហើយទៅបងឯងតែពីផុសសាច់យ៉ាងណាមកគេហើយត្រូវមានរឿងដោះស្រាយច្បាស់យ៉ាងណាទៀតត្រូវបងគឺគាត់ខ្ញុំដោះស្រាយច្បាស់វិញมันใหญ่ดองไงให้อัดมินลอยดองหัวน้ำไหมยอมมันหนักโยนแล้วไปเธอคั่วก็ได้ให้โยนลอยแกให้เธอซองลอยแกไปโยนลอยแกให้ดองไงใหญ่ไปอัดมินลอยซองอย่างงวดพักไปเอาที่ลอยแกเถอะchúng taไปหาลอยน้องมันหมองปุ้นบาทมาลอยอันเจ๊ให้จังฟ้าเกลใจมาแบบเลอไม่อันจังอันโจจัดแน่ខ្ញុំសូមបងប្អូនអស់ជួយខ្ញុំផងខ្ញុំពលរដ្ឋល្ងិតល្ងងបានទៅកម្ចីលុយអនឡាញពី50រហូតដល់2000ជាងពេលនេះខ្ញុំអស់សមត្ថភាពបងហើយពួកវាគំរាមខ្ញុំផុសរូបនិងយករូបសាច់ញាតិនិងអ្នកស្គាល់គ្នាយកទៅផុសរូបជាមួយខ្ញុំ
សូមឲ្យសមត្ថកិច្ចជួយរកដំណោះស្រាយខ្ញុំផងខ្ញុំអស់សមត្ថភាពហើយខ្ញុំល្ងឹតល្ងងទៅខ្ញុំកម្ចីលុយអនឡាញខ្ញុំសងមិនចេះអស់សងរហូតមកដល់ពេលនេះសងមិនទាន់រួចចាប់ពី50រហូតដល់2000ជាង